អារ៉ាប៊ីសាអូឌីតផ្ដល់ជំនួយជាសម្ភារៈបរិក្ខារគិតជាទឹកប្រាក់ប្រមាណ$80,000សហរដ្ឋអាមេរិកដល់សាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងនឹងបច្ចេកវិទ្យា CUMT ដើម្បីធ្វើទំនើបកម្មនិងបង្កើនសមត្ថភាពលើការបណ្ដុះបណ្ដាលនិស្សិតកម្រិតឧត្តមសិក្សានៅកម្ពុជា Richimo Cafe ប្រេងកាហ្វេលំដាប់ខ្ពស់ចម្រាញ់ចេញពីកាហ្វេ Arabica សុទ្ធ 100% Richimo ផ្ដល់នូវក្លិនឈ្ងុយជាប់មាត់តាំងពីដំណក់ដំបូងចង់ក្រេបរសជាតិកាហ្វេសុទ្ធកាហ្វេឆ្ងាញ់បែប Premium និងមុខម្ហូបជាច្រើនទៀត Complex Richimo Cafe ទីតាំងដំរីផាក 598មជ្ឈមណ្ឌលព្រះចៅសាលម៉ានដើម្បីជំនួយសង្គ្រោះនឹងការងារមនុស្សធម៌នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតបានផ្ដល់ជំនួយជាថវិកានិងសម្ភារៈបរិក្ខារក្នុងតម្លៃសរុបប្រមាណ$80,000សហរដ្ឋអាមេរិកដល់សាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងនឹងបច្ចេកវិទ្យា CUMT តាមរយៈកិច្ចព្រមព្រៀងផ្ដល់ជំនួយជាមួយនឹងអង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជាការចូលរួមចំណែកនេះមានគោលបំណងពង្រឹងសមត្ថភាពរបស់សាកលវិទ្យាល័យនៅក្នុងការបណ្ដុះបណ្ដាលនិស្សិតថ្នាក់ឧត្តមសិក្សានិងលើកកម្ពស់ការអភិវឌ្ឍការអប់រំនៅកម្ពុជាឯកឧត្តមបណ្ឌិតហ៊ូសែនមហាម៉ាត់ហ្វារីតប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជានិងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងនឹងបច្ចេកវិទ្យា CUMT បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភគាំទ្ររបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតដែលបានគូសបញ្ជាក់ថាជំនួយនេះនឹងជួយពង្រឹងសមត្ថភាពរបស់សាកលវិទ្យាល័យនៅក្នុងការផ្ដល់នូវការអប់រំប្រកបដោយគុណភាពរួមជាមួយនឹងជំនាញរបស់សាស្ត្រាចារ្យនិងបុគ្គលិករបស់ខ្លួនផងដែរឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់បន្ថែមថាជំនួយនេះឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងការជំរុញនិងគាំទ្រលើវិស័យអប់រំនិងជំរុញនូវទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិនៃប្រទេសទាំងពីរការចូលរួមចំណែកនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌និងជំនួយរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតដែលអនុវត្តដោយមជ្ឈមណ្ឌលព្រះចៅសាលម៉ានដើម្បីជំនួយសង្គ្រោះនឹងការងារមនុស្សធម៌ដើម្បីគាំទ្រដល់វិស័យអប់រំឧត្តមសិក្សានៅក្នុងប្រទេសដែលត្រូវការជំនួយការគាំទ្រនេះដូចគ្នាក៏មានគោលបំណងអភិវឌ្ឍយន្តការអប់រំឧត្តមសិក្សានិងផ្ដល់មូលនិធិសម្រាប់កម្មវិធីសិក្សានិងដំណើរការអប់រំសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងនឹងបច្ចេកវិទ្យា CUMT គឺជាស្ថាប័នអប់រំកម្រិតឧត្តមសិក្សាបង្កើតឡើងដំបូងបង្អស់នៅកម្ពុជាដោយបញ្ញវន្តខ្មែរអ៊ីស្លាមក្រោមជំនួយឧបត្ថម្ភគាំទ្រពីមូលនិធិ Al-Rajhi Endowment Fund ពីប្រទេសអារ៉ាប៊ីសាអូឌីតក្រោមការសម្របសម្រួលដោយមជ្ឈមណ្ឌលព្រះចៅសាលម៉ានដើម្បីជំនួយសង្គ្រោះនឹងការងារមនុស្សធម៌សាកលវិទ្យាល័យនេះត្រូវបានសម្ពោធប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី21ខែតុលាឆ្នាំ2024ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចាហងជូណារុនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីការបង្កើតឡើងមក CUMT បានបដិញ្ញាចិត្តនៅក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ដើម្បីបំពេញតម្រូវការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាគួរឲ្យដឹងផងដែរថាមជ្ឈមណ្ឌលព្រះចៅសាលម៉ានដើម្បីជំនួយសង្គ្រោះនឹងការងារមនុស្សធម៌គឺជាអង្គការមនុស្សធម៌ដ៏ធំបំផុតមួយរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតបន្តផ្ដល់ជំនួយនៅទូទាំងពិភពលោកនៅក្នុងកម្មវិធីសង្គមជំនួយមនុស្សធម៌ជំនួយសង្គ្រោះបន្ទាន់សេវាសុខភាពនិងការអភិវឌ្ឍធនធានមនុស្សហើយនៅកម្ពុជាបានជួយឧបត្ថម្ភគាំទ្រដល់សាកលវិទ្យាល័យ CUMT និងគម្រោងមនុស្សធម៌ផ្សេងទៀតនិងបច្ចុប្បន្ននេះក៏កំពុងពិនិត្យមើលលើគំនិតផ្ដួចផ្ដើមបន្ថែមទៀតផងដែរទឹកពិសាបរិសុទ្ធអហ្វណានមោទនភាពផលិតផលជាតិទំនាក់ទំនងជាវតាមរយៈលេខទូរស័ព្ទ012 379 909និង071 78 99 990